បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះផងដែរខាង CH Auto យើងខ្ញុំបាននាំមកនៅរថយន្តមួយគ្រឿងទៀតហើយដែលជាប្រភេទរថយន្តកម្រនោះគឺមិនមែនសំដៅទៅលើអីទេបាទគឺសំដៅទៅលើភិនភាគនៃរថយន្តដែលកម្រនឹងរកបានមែនតែនខាងប្អូនទើបតែកាត់បានចូលស្តុកមួយទៀតហើយដើម្បីយកមកបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅខាងមុខបងប្អូននេះគឺជាប្រភេទរថយន្ត Lexus LX 570បាទស៊េរីឆ្នាំ2009រថយន្តមួយនេះគឺជាប្រភេទរថយន្តថ្មីមែនតើគឺម្ចាស់គាត់ប្រើប្រាស់ទើបតែបាន 110,000 ម៉ាយទេបាទបើគិតពីឆ្នាំផលិតទៅនឹងការសាច់ប្រើគឺគាត់ប្រើប្រាស់តិចមែនតើអញ្ចឹងបងប្អូនអាចសម័យមើលបានថាភិនភាគរថយន្តនេះនៅថ្មីកម្រិតណាតើបងប្អូនអរគ្នាកុំឲ្យខាត់ពេលយូរយើងក៏លេចមកមើលប្លុកម៉ាស៊ីនខាងក្នុងទាំងអស់គ្នាបាទដោយដែលបងប្អូនអរគ្នាបានឃើញនៅវីដេអូដែលបងប្អូនបានបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងបាទគឺសភាពរថយន្តមួយនេះគឺនៅថ្មីមែនទែនទាំងប្លុកម៉ាស៊ីនទាំងក្បាលខ្ចៅក៏ដូចជាសាច់ដែកអីគឺនៅហាប់មែនទែនបាទបងប្អូនអរគ្នាអាចទស្សនាបានគឺប្លុកម៉ាស៊ីនសឹងតែរកកន្លែងទាស់គ្មានណាពុកម៉ែបងប្អូនទាំងអស់គ្នានៅខាងក្រៅគឺថ្មីជាងវីដេអូនឹងទៀតបាទបងប្អូនទាំងគ្នាអាចអញ្ជើញមកទីតាំងផ្ទាល់ដើម្បីមកពិនិត្យមើលក៏បានដែរបងប្អូនទាំងគ្នាគឺអត់មានច្រេះអត់មានអីទេហើយរថយន្តមួយនេះខាងបងអូនធានាជូនទៅពុកម៉ែបងប្អូនអរគ្នាគឺអត់មានបុកប៉ះកាត់តយទេជាក់ស្ដែងដូចបងប្អូនអរគ្នាអាចពិនិត្យមើលទៅតាមវីដេអូដែលបងអូនបានបង្ហាញអញ្ចឹងបាទគឺថ្មីមែនតើបងអូនយកមកគឺគ្រាន់តែសម្អាតលាងសម្អាតនៅកន្លែងលាងសម្អាតធម្មតាទេអត់មានប្រើមេសាប៊ូអត់មានអីទេបាទគឺគ្រាន់តែសម្អាតធម្មតាទេគឺប្លុកម៉ាស៊ីនគឺថ្មីអញ្ចឹងតែម្ដងបាទតោះបងប្អូនអរគ្នាកុំឲ្យខាតពេលយូរយើងក៏លេចមកមើលផ្នែកខាងក្នុងនៃរថយន្តក៏ដូចជាខាងបងអូននឹងបង្ហាញទៅដល់ពុកម៉ែបងប្អូនអរគ្នាអំពី option ខ្លះចំណុចពិសេសខ្លះមួយចំនួនពីរថយន្តមួយនេះទៅដល់ពុកម៉ែបងប្អូនអរគ្នាបាទដោយសាររថយន្តមួយនេះគឺជាប្រភេទរថយន្ត full option អញ្ចឹង function នៃរថយន្តមួយនេះគឺមានច្រើនមែនទែនទៅដល់អ្នកប្រើប្រាស់ចំណុចពិសេសទី1នោះគឺចង្គៀងគុជដែលរេតាមចង្កូតណាអញ្ចឹងគឺមានភាពងាយស្រួលមែនទែនទៅដល់បងប្អូនអរគ្នាដែលប្រើប្រាស់ទៅតាមបើកបរទៅតាមខេត្តដែលមានផ្លូវសភាពកោងអីចឹងបងប្អូនងាយស្រួលក្នុងការមើលផ្លូវដែលចង្គៀងគុជហ្នឹងគឺរេទៅតាមចង្កូតដែលបងប្អូនអរគ្នាកាច់ទៅខាងណាគឺរេទៅខាងហ្នឹងដោយដែលវីដេអូបានបង្ហាញទៅដល់ពុកម៉ែបងប្អូនដែលខាងយើងតេស្តជូនផ្ទាល់ចឹងបាទ function មួយនេះផងដែរបង្កើនភាពងាយស្រួលមែនទែនសម្រាប់បងប្អូនអរគ្នាដែលធ្វើដំណើរយប់ទៅតាមបណ្ដាខេត្តនានាគឺងាយស្រួលក្នុងការមើលផ្លូវមែនទែនបាទឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ចំណុចពិសេសទី2នៃរថយន្តមួយនេះបាទរថយន្តមួយនេះផងដែរមានកៅអី3ជួរសម្រាប់បងប្អូនអរគ្នាដែលមានសមាជិកគ្រួសារច្រើនហើយរថយន្តមួយនេះក៏បានបំពាក់ទៅដោយប៊ូតុងសម្រាប់បិទបើកកៅអីដំឡើងកៅអីឬក៏បិទកៅអីវិញដោយស្វ័យប្រវត្តិផងដែរបាទដោយបងប្អូនអរគ្នាគ្រាន់តែចុចប៊ូតុងខាងក្រោយនេះគឺរថយន្តនឹងបិទបើកដំឡើងកៅអីដោយស្វ័យប្រវត្តិតែម្ដងដោយដែលវីដេអូដែលខាងបងប្អូនបានតេស្តសាកល្បងក៏ដូចជាប្រើប្រាស់ទៅលើប៊ូតុងមួយនេះផងដែរបាទមិនទាន់អស់ទេពុកម៉ែបងប្អូនអរគ្នាអាចទស្សនានៅវីដេអូដែលខាងបងប្អូនតេស្តទៅលើការដំឡើងឬក៏បន្ថយបូមនៃរថយន្តមួយនេះដែលបង្កភាពងាយស្រួលមែនទែនសម្រាប់បងប្អូនអរគ្នាដែលបើកបរទៅតាមបណ្ដាខេត្តឬក៏ជួបឧបសគ្គនៅតាមផ្លូវដែលមានសភាពពិបាកយន្តមួយនេះអាចអនុញ្ញាតឲ្យបងប្អូនអរគ្នាដំឡើងឬក៏បន្ថយបូមទៅតាមតម្រូវការបងប្អូនអរគ្នាបាទរថយន្តមួយនេះផងដែរមាន option ជាច្រើនទៀតមែនទែនដែលបងប្អូនអរគ្នាអាចអញ្ជើញមកតេស្តសាកល្បងផ្ទាល់នៅទីតាំងរបស់បងប្អូនហើយខាងបងប្អូនក៏មានភ្នាក់ងារដែលជំនាញអំពី option នៃរថយន្តមួយនេះផងដែរគាត់ចាំបញ្យល់ណែនាំបងប្អូនអរគ្នាបន្ថែមពីលើនេះទៀតអំពីរថយន្តមួយនេះបាទបងប្អូនអរគ្នាអញ្ចឹងវីដេអូតទៅនេះគឺជាវីដេអូដែលខាងបងប្អូននឹងបង្ហាញបងប្អូនអរគ្នាអំពីផ្នែកខាងក្នុងនៃរថយន្តមួយនេះបាទសូមបងប្អូនអរគ្នាអញ្ជើញទស្សនាដូចតទៅបាទ
បាទបងប្អូនអ្នកគ្នាតទៅនេះយើងក៏លេចមកមើលផ្នែកខាងក្នុងនៃខាងក្រោយនៃរថយន្តនេះវិញម្ដងបាទផ្នែកខាងក្រោយនេះបាទគឺនៅសភាពថ្មីដោយដែលវីដេអូបង្ហាញពីផ្នែកខាងក្នុងអំបញ្ញមិញដែរបាទគឺនៅថ្មីមែនតើអត់មានប្រឡាក់ស្នាមអីឬក៏ផ្ដាច់រហែកអីទេបាទគឺម្ចាស់គាត់ផ្ទាល់ហ្នឹងគឺថែទាំបានល្អមែនតើរថយន្តមួយនេះនៅពេលដែលនាំចូលមកដល់ប្រទេសយើងផ្ទាល់គឺម្ចាស់កម្មសិទ្ធិគឺគាត់នេះហើយបាទគឺជាម្ចាស់កម្មសិទ្ធិទី1តោះចាំមើលថាបងប្អូនអ្នកគ្នារូបណាដែលខ្លាយជាម្ចាស់កម្មសិទ្ធិទី2នៃរថយន្តមួយនេះបាទតើបងប្អូនអ្នកគ្នាកុំឲ្យខាតពេលយូរយើងក៏លេចមកមើលទឹកថ្នាំនៃរថយន្តនេះវិញម្ដងបាទចំណែកឯទឹកថ្នាំនៃរថយន្តមួយនេះគឺខាងបងប្អូនធានាជូនដល់ពុកម៉ែបងប្អូនអ្នកគ្នាណាគឺជាប្រភេទរថយន្តមូលតែម្ដងអត់មានបុកប៉ះអត់មានកាត់តយទេខាងបងប្អូនធានាជូនបងប្អូនអ្នកគ្នាអាចអញ្ជើញមកមើលដល់ទីតាំងផ្ទាល់ក៏បានដែរបងប្អូនអ្នកគ្នាគឺរថយន្តនេះទឹកថ្នាំគឺនៅ original 100% តែម្ដងគឺម្ចាស់គាត់បានបិទស្កុតការពារមួយជុំបាទខាងបងប្អូនយកមកខាងបងប្អូនបានបកមើលហើយគឺទឹកថ្នាំនៃរថយន្តនេះគឺនៅសភាពដូចដើមតែម្ដងដោយសារម្ចាស់គាត់តែងតែគាត់បិទស្កុតអញ្ចឹងនៅពេលដែលដល់ឆ្នាំកំណត់វិញគឺគាត់យកទៅអ៊ុតម្ដងទៀតអញ្ចឹងធ្វើឲ្យទឹកថ្នាំនៃរថយន្តនេះគឺនៅរក្សាភាពសឹងតែដូចដើមបាទគឺនៅ original មួយជុំតែម្ដងបាទបងប្អូនគ្នាអាចអញ្ជើញមកទីតាំងផ្ទាល់ដើម្បីពិនិត្យមើលបានបាទមួយវិញទៀតតាក់ទងទៅនឹងសេវាកម្មបង់រំលោះសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលគាត់ចង់បង់រំលោះរថយន្តណាខាងបងប្អូនមានដៃគូសហការក្រុមហ៊ុនដែលបងប្អូនអ្នកគ្នាមានទំហំសាច់ប្រាក់ត្រឹមតែ$1000តែប៉ុណ្ណោះបាទបងប្អូនអ្នកគ្នាក៏អាចអញ្ជើញមកប្រឹក្សាជាមួយនឹងដៃគូរបស់បងប្អូនផ្ទាល់នៅទីតាំងសម្រាប់សេវាកម្មបង់រំលោះបាទចំណែកឯរថយន្តនេះបើសិនបើបងប្អូនអ្នកគ្នាមានចំណាប់អារម្មណ៍បងប្អូនគ្នាអាចតាក់ទងមកកាន់លេខទូរស័ព្ទដែលបងប្អូនបានដាក់ជូននៅលើខាងលើ caption ហ្នឹងគឺមាន3ខ្សែក៏ដូចជាបងប្អូនគ្នាក៏អាច inbox មកកាន់ page ផ្ទាល់ឬក៏បងប្អូនគ្នាអាចអញ្ជើញមកទីតាំងបងប្អូនផ្ទាល់ដើម្បីមើលគឺខាងបងប្អូនបានដាក់ Google Map ជូនបងប្អូនគ្នានៅលើ caption ហ្នឹងដូចគ្នាបាទសូមអរគុណទៅដល់ពុកម៉ែបងប្អូនគ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់បាទ